អូខេទាំងអស់គ្នាខ្ញុំចង់មកកែកំហុសបច្ចេកទេសបន្តិចដោយសារតែមាន Brother ចន្ទឋានគាត់បាន feedback ទៅលើវីដេអូរបស់ខ្ញុំថាខ្ញុំធ្វើអត់ទាន់គ្រប់ជ្រុងជ្រោយទេដោយសារតែខ្វះកន្លែងដែលខ្ញុំដូរ email មិនទាន់បាន confirm ហើយធាតុពិតគឺមិនខ្ញុំដូរអត់ទាន់បានទេបងប្អូនឃើញទេអញ្ចឹងនៅពេលដែលដាក់ email ថ្មីចូលគឺវា load ផ្ញើ email មកយើងចេះថាយើងបដូរពី email ចាស់ទៅ email ថ្មីអញ្ចឹងដើម្បីឲ្យទទួលបានជោគជ័យវាលុះត្រាតែយើង confirmation link សិន DistroKid គេផ្ញើទៅអា email ចាស់ណានេះ email ចាស់នេះប៉ុន្តែចៃដន្យអីខ្ញុំអត់បានបង្ហាញបងប្អូនអំពីការ confirm នឹងហើយខ្ញុំខ្លួនឯងក៏ confirm អត់ទាន់បានទៀតដោយសារតែខ្ញុំអត់បានដឹងកន្លែងហ្នឹងតែម្ដងហើយបច្ចេកទេសរបស់ខ្ញុំកន្លែងហ្នឹងគឺខ្វះខាតកន្លែងហ្នឹងអញ្ចឹង Themail យើងបិទបាត់ទៅហើយអញ្ចឹងអា Themail របស់យើងវាកាលណាតែចូលថ្មីគឺវាថ្មីហើយណាឃើញទេវាថ្មីហើយអញ្ចឹងយើងអាចទៅយកអាចាស់មកបានទេអញ្ចឹងក្នុងករណីហ្នឹងបងប្អូនអាចសាកល្បងវិធីទី1គឺយើង copy អាហ្នឹងហើយយើងចូល Themail ថ្មីមកហើយបងប្អូនមើល tape អាកន្លែង tape recovery email នេះជាងចុចលើនឹងមកហើយបងប្អូនសាកផាស mail របស់យើង thêm mail ចាស់ហ្នឹងហើយយើង submit មើលនេះនៅពេលដែល submit ហើយវាចេញថា invalid recovery key បើវាចេញបែបហ្នឹងគឺមានន័យថាអត់កើតទេអញ្ចឹងអាករណីហ្នឹងវាដឹងថាអត់កើតមួយណាដើម្បីដោះស្រាយអាបញ្ហាហ្នឹងបន្តទៀតគឺយើងមកឆាតជាមួយ support យើងចូលមកក្នុងយើង scroll មកក្រោមមកយើងមានកន្លែងពាក្យនេះកន្លែង help អញ្ចឹងយើងចុចឲ្យកន្លែង support center មកពេលយើងចុចហើយវានឹង load មកមានចូលក្នុងប្រអប់កន្លែងនេះចូលមក page ថ្មីកន្លែងនេះអញ្ចឹងនៅពេលដែលចូល page ថ្មីបែបហ្នឹងគឺអ្នកនរគ្នាមើលឃើញកន្លែងមាន contact ហើយនឹងមានអាកន្លែង message នេះខាងក្រោមនេះអញ្ចឹងអ្នកនរគ្នាចុចកន្លែង message ខាងក្រោមហ្នឹងមកហើយពិពណ៌នាបរិយាយបន្តិចមកបរិយាយរបស់ខ្ញុំនេះខ្ញុំគ្រាន់ថាខ្ញុំត្រូវការជំនួយដោយសារតែខ្ញុំចង់ replace change email អញ្ចឹង change email គេប្រាប់របៀប change email ឲ្យចូលក្នុង account មិនអញ្ចឹងណាអញ្ចឹងគេសួរថាតើត្រឹមត្រូវអត់អញ្ចឹងខ្ញុំថាមិនទាន់ទេដោយសារតែខ្ញុំចង់បង្ហាញព័ត៌មានបន្ថែមទៀតអញ្ចឹងគេក៏ឲ្យយើងរៀបរាប់អំពីការលំបាករបស់យើងអីគេអញ្ចឹងខ្ញុំប្រាប់គេថាខ្ញុំបានបាត់ email ចាស់ដែលខ្ញុំមិនអាច confirm ជាមួយនឹងការផ្លាស់ប្ដូរនឹងបានទេអញ្ចឹងណាហើយបន្ទាប់មកខាង AI ហ្នឹងវាឆ្លើយមកទៀតថាអញ្ចឹងគេយល់ចំណុចហ្នឹងហើយអញ្ចឹងគេសួរសំណួរយើងថាតើaccount ដែលយើងបង្កើត DistroKid នេះយើងបង្កើតខ្លួនឯងឬក៏ពីណាអ្នកបង្កើតឲ្យអញ្ចឹងប៉ុន្តែកន្លែងនេះខ្ញុំអត់បានឆ្លើយសំណួរដោយសារតែខ្ញុំអត់ទាន់បានឆ្លើយសំណួរខ្ញុំដាក់កន្លែងនេះបដ ாய் តែកន្លែងនេះមិនចាំបាច់ទេបងប្អូនបើសិនជាបងប្អូនមិនទាន់បានបង់លុយនៅឡើយតែខ្ញុំក៏អត់ទាន់បង់លុយតែខ្ញុំជ្រុលសរសេរកន្លែងហ្នឹងបានហើយតែបងប្អូនកុំសរសេរកន្លែងហ្នឹងអីអញ្ចឹងធៀបពិតទៅនៅពេលដែលគេទម្លាក់សំណួរនេះមកអ្នកនរគ្នាគ្រាន់តែឆ្លើយទៅនេះចម្លើយនេះអញ្ចឹងធម្មតាពេលដែលទម្លាក់សំណួរនេះហើយសំណួរលើវាដូចគ្នាណានៅកន្លែងនេះពេលទម្លាក់មកវាមានចម្លើយឲ្យយើង3អញ្ចឹងវាមានយើងបង្កើតខ្លួនឯងឬក៏ឲ្យអ្នកណាគេបង្កើតឲ្យឬក៏អីចឹងទៅអញ្ចឹងយើងរើសយើងមករើសយកថាយើងបង្កើតខ្លួនឯងបន្ទាប់មកគេចាប់ផ្ដើមត្រូវការព័ត៌មានរបស់យើងមួយចំនួនណា AI ថាដើម្បីឲ្យយើងជួបជាមួយនឹងភ្នាក់ងារផ្ទាល់លុះត្រាតែយើងផ្ដល់នៅព័ត៌មានមួយចំនួនដើម្បីឲ្យគេអាចផ្ដល់ព័ត៌មានជាមួយនឹងភ្នាក់ងារគេត្រូវការអីគេត្រូវការឈ្មោះយើងពេញត្រូវការ email របស់យើងដែលគេអាចផ្ញើព័ត៌មានរបស់យើងនឹងបានហ្នឹងណាបន្តមកទៀតគេត្រូវការ email ចាស់ email ដែលយើងខូចនេះដែល email ដែលយើងចង់បដូរខូចនឹងចេញអញ្ចឹងយើងដាក់ email ចាស់ឲ្យគេហើយនឹង email ដែលយើងត្រូវបដូរចូលទៅ email ថ្មីនេះទាំងចាស់ទាំងថ្មីហ្នឹងមកហើយបន្ទាប់បើយើងប្រើបង់លុយហើយគេត្រូវការកាតកូដកាត4ខ្ទង់លេខកាតរបស់យើងតែយកអាលេខកតុយ4ខ្ទង់ទៅបានហើយមិនបាច់វាយទាំងអស់ទេវាយតែកតុយ4ខ្ទង់នឹងហើយនឹងថ្ងៃខែផុតកំណត់បាទថ្ងៃខែផុតកំណត់ព្រមទាំងតើប្រភេទហ្នឹងជាអីជា Master Card ឬក៏ Visa Card អញ្ចឹងឥឡូវយើងមកបញ្ជាក់នៅពេលដែលយើងឆាតទៅជាមួយ support ហើយខាងភ្នាក់ងារគេចូលមកឆាតជាមួយយើងហើយអញ្ចឹងខ្ញុំមកសរុបព័ត៌មានចុងក្រោយដែលបងប្អូនគ្រាន់តែធ្វើឲ្យខ្លីតែម្ដងកុំឲ្យវាវែងឆ្ងាយប្រសិនបើ account បងប្អូនដែលបានបង្កើតតាម Themail ហើយអត់ទាន់បានផ្លាស់ប្ដូរ email ថ្មីនៅឡើយទេបន្ទាប់មកបងប្អូនប្ដូរអត់បានហើយបងប្អូនអត់ទាន់បង់លុយទេអាហ្នឹងអត់អីទេបងប្អូនចោល account ហ្នឹងទៅហើយបង្កើតថ្មីទៅបង្កើតថ្មីហើយ confirm តាម Themail តាមធម្មតាទៅเนาะយើងប្រើ Themail ថ្មីដើម្បីបង្កើត account តាម link របស់ខ្ញុំហ្នឹងទៅហើយបងប្អូនចូលមក confirm តាមកន្លែងនេះកន្លែង inbox នេះដែលគេផ្ញើ link មកឲ្យយើង confirm ណាតែប៉ុណ្្នឹងទៅបានហើយអាហ្នឹងសម្រាប់បងប្អូនដែលបង្កើត email ចាស់ហើយអត់បដូរអត់បានណាហើយអត់ទាន់បង់លុយប៉ុន្តែបើសិនជាបានបង់លុយហើយយើងអាចឆាតមក support បានហើយឆាតមក support គឺក្នុងករណីឆាតហ្នឹងយើងអាចឆាតភ្លាមក៏បានឬក៏យើង release បទចម្រៀងបានមួយបទពីរបទហើយមក album ហើយក៏បានដែរអញ្ចឹងបើក្នុងករណីដែលបងប្អូនបានបង់លុយរួចហើយបាន release បទបានមកបទឬក៏មក album រួចហើយគឺបងប្អូនចាំ live សិនណា live ចេញសិនហើយបងប្អូនអាចទាក់ទងមក support ហើយទម្លាក់
ធម្មតាគេនឹងឲ្យយើងផ្ដល់នៅព័ត៌មានដូចជាលេខកតុយកាត4ខ្ទង់ហើយកាតនេះជា Visa card ឬក៏ Master card ហើយនឹងថាតើផុតកំណត់កាតហ្នឹងថ្ងៃណាអញ្ចឹងចំណុច3ហ្នឹងហើយនឹង email ចាស់ហើយនឹង email ថ្មីអាហ្នឹងគេត្រូវការឲ្យយើង confirm ពេលដែលយើងតម្លាក់ confirm អាហ្នឹងហើយគេនឹងត្រូវការមួយទៀតគឺគេត្រូវការឲ្យយើងផ្ដល់ឲ្យនៅថាតើ RT របស់យើងឈ្មោះអីហើយ album ដែលយើង release ទៅចំណងជើងឈ្មោះអីអញ្ចឹងអាហ្នឹងគេត្រូវការអាហ្នឹងទៀតហ្នឹងហើយអាហ្នឹងបើយើងបង់លុយហើយណាហ្នឹងហើយបន្ទាប់ពីនឹងបន្តមកទៀតគេប្រាប់យើងបញ្ជាក់កន្លែងនេះដែលគេបញ្ជាក់ឲ្យយើងច្បាស់បើសិនជាយើងបានផ្ដល់ព័ត៌មានអស់ហ្នឹងហើយគេនឹងបដូរ email ឲ្យយើងហើយក្នុងករណីដែលយើងបានបង់លុយហើយបើសិនជាយើងអត់បានបង់លុយទេគេបដូរអត់ចេញអត់ទេអញ្ចឹងហើយបានយើងត្រូវបង្កើតថ្មីតែម្ដងទៅណោះអញ្ចឹងដោយខ្លីបែបហ្នឹងបើយើងអត់ទាន់បង់លុយបង្កើតថ្មីតែហ្មងហើយចូល confirm តាមធនបណ្ដា confirm នៅក្នុង email កុំឲ្យបាត់ហើយបើយើងបានបង់លុយរួចហើយគឺយើងអាចតាក់ទងមក support មកហើយ support គេនឹងត្រូវការដូចដែលតម្រូវការហ្នឹងគឺកាតរបស់យើងកតុយកាតលេខ4ខ្ទង់កាតហ្នឹងថ្ងៃខែផុតកំណត់ហើយព្រមទាំងតើជាប្រភេទកាត Visa card ឬក៏ Master card ដែលយើងដាក់បង់លុយហ្នឹងហើយបើយើងបាន release បទចម្រៀងចេញហើយថាតើបទចម្រៀងយើងហ្នឹងអាចឈ្មោះអីសិល្បករណាឈ្មោះអីហើយនឹង album ឈ្មោះអី album ចម្រៀងរបស់យើងហ្នឹងឬក៏ចម្រៀង single នឹងឈ្មោះអីចឹងទៅហ្នឹងហើយបើយើងអត់ទាន់បាន release បទចម្រៀងទេផ្ដល់ឲ្យតែប៉ុណ្្នឹងទៅគេនឹងផ្លាស់ប្ដូរ email ឲ្យយើងឯងប៉ុណ្្នឹងខ្លីៗអរគុណ